សម្រាប់វីដេអូថ្ងៃនេះដែរខ្ញុំនឹងនាំអារម្មណ៍ពុកម៉ែបងប្អូនមកភ្លក់ពីរសជាតិនៃដំណើរកម្សាន្តលក្ខណៈជិះម៉ូតូបែបឈៀលនិងសកម្មភាពកម្សាន្តផ្សេងៗទៀតនៅតំបន់ភ្នំ1005ជាពិសេសនោះគឺទឹកធ្លាក់ថ្មីមួយកន្លែងដែលអាចនិយាយបានថាជាប្រភេទទឹកធ្លាក់បែប mini លក្ខណៈខ្ជូតមិនចាំបាច់ផ្សងព្រេងក៏ទៅដល់ដែរតើទឹកធ្លាក់មួយកន្លែងនេះមានទីតាំងស្ថិតនៅឯណាហើយមានឈ្មោះអ្វីដែរតើសកម្មភាពអ្វីខ្លះដែលយើងអាចលេងកម្សាន្តបាននៅក្នុងតំបន់មួយនេះជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំនឹងនាំអារម្មណ៍ពុកម៉ែបងប្អូនមកស្គាល់ពីទឹកធ្លាក់ថ្មីមួយកន្លែងទៀតហើយរួមជាមួយនឹងសកម្មភាពផ្សេងៗក៏ដូចជាកន្លែងកម្សាន្តផ្សេងៗទៀតនៅក្នុងតំបន់មួយនេះតែមុននឹងឈានទៅកាន់ដំណើរនៃសាច់រឿងទាំងអស់នោះពុកម៉ែបងប្អូនកុំអាអស់រំលងអីដែលខ្ញុំនឹងជម្រាបជូនក្នុងពេលបន្តិចទៀតនេះចំពោះដំណើរកម្សាន្តមួយនេះខ្ញុំក៏បានសាកល្បងយកទូរស័ព្ទដៃដែលមានតម្លៃសមរម្យមកធ្វើជាដៃគូថតរូបនិងថតវីដេអូដើម្បីផលិតយកទស្សនីយភាពផ្សេងៗចែកជូនដល់ពុកម៉ែបងប្អូនទស្សនាកម្សាន្តផងដែរអ្វីដែលខ្ញុំកំពុងតែកាន់នេះគឺជាទូរស័ព្ទ Honor 400ដែលជា smartphone ត្រូវបានរចនាឡើងក្នុងរចនាបថរូបរាងស្ដើងបែបប្រណិតនិយមជាមួយនឹងតួខ្លួនជ្រុងទាន់សម័យដូចទៅនឹងទូរស័ព្ទ iPhone 17អញ្ចឹងដែរព្រមទាំងបានបំពាក់មកជាមួយកាមេរ៉ាលំដាប់ flagship ដែលមានទំហំរហូតដល់200 megapixel ជាមួយគ្នានេះដែរ Honor 400ក៏បានបំពាក់មកជាមួយមុខងារ AI ជាច្រើនប្រភេទដូចជា AI Deepfake Detection សម្រាប់ទប់ស្កាត់ការឆបោកតាមរយៈការនិយាយ Video Call AI Photo to Video គឺសម្រាប់បំលែងរូបភាពឲ្យទៅជាវីដេអូដែលមានចលនា AI Upscale គឺសម្រាប់ពង្រីករូបភាពដែលមានទំហំតូចព្រាលឲ្យច្បាស់និងធំជាងមុន AI Cut Out គឺសម្រាប់កាត់ background ចេញ AI Out Painting គឺសម្រាប់បន្ថែម background នៅពេលដែលយើងថតទៅប្លង់តូចចង្អៀតវានឹងពង្រីក background នៅកាន់តែធំមើលទៅកាន់តែទូលាយជាងមុន Erase Passerby គឺប្រើសម្រាប់លុប object គ្រាន់តែคลิกតែម្ដងប៉ុណ្ណោះដែល AI នីមួយៗសុទ្ធតែផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនទៅតាមតម្រូវការរបស់ពុកម៉ែបងប្អូនផងដែរតែអ្វីដែលខ្ញុំចាប់អារម្មណ៍ជាងគេនោះគឺ AI Photo to Video ដែលអាចឲ្យយើងធ្វើការបំលែងពីរូបភាពទៅជាវីដេអូបាននិងមានចលនាប៉ុន្តែប៉ុណ្ណោះ Honor 400ក៏បានបំពាក់មក chipset ដែលអាចបំពេញនៅការលេងហ្គេមបានយ៉ាង smooth ដោយភាពសុក្រិតនិងស្ថិរភាពល្បឿន Honor 400ក៏បានបំពាក់មកជាមួយនៅកម្លាំងថ្មខ្លាំងរហូតដល់ 6000 មីលីអាំពែកម្លាំងសាកថ្មល្បឿនលឿនរហូតដល់ 80 វ៉ាត់ដែលអាចបំពេញនៅតម្រូវការសម្រាប់អ្នកដែលចូលចិត្តដើរព្រៃឡើងភ្នំដូចជាពួកខ្ញុំរហូតដល់មួយថ្ងៃពេញចំពោះអេក្រង់ភ្លឺច្បាស់ល្អប្រភេទ AMOLED មានពណ៌ដិតស្រស់និងអាចការពារភ្នែកព្រមទាំងតានធន់នឹងទឹកផងដែរ Honor 400មានពីរជម្រើសទី1គឺអង្គផ្ទុកទិន្នន័យរហូតដល់ 256G និងជម្រើសទី2រហូតដល់ 512G ហើយមាន3ពណ៌សម្រាប់ជ្រើសរើសទាំងអស់នេះគឺជារូបភាពនិងវីដេអូដែលថតចេញពី Honor 400ជាមួយនឹងការថតចាប់តាំងពីប្លង់ wide រហូតដល់ប្លង់ macro ដែលកម្រិតរូបភាពនីមួយៗមានភាពលម្អិតនិងដិតច្បាស់ល្អឥឡូវនេះត្រឡប់មកកាន់សាច់រឿងយើងវិញនៅពេលដែលពុកម៉ែបងប្អូនមកលេងភ្នំ1005ក្រៅពីទីកន្លែងដែលមិនអាចចោលបានមានដូចជាភ្នំកាហ្វេឬក៏កាហ្វេម៉នគោកជាដើមក៏មានកន្លែងជាច្រើនទៀតដែលយើងអាចទៅលេងកម្សាន្តបានដូចជាភ្នំត្រងោលអ្នកខ្លះហៅថាភ្នំមន់ដែលទីតាំងមួយនេះយើងអាចគយគន់សម្រស់ព្រៃភ្នំពណ៌បៃតងស្រស់ស្មៅខៀវស្រងាត់ជាមួយនឹងវងអាប់ដែលអណ្ដែតមកពេលខ្លះបង្កើតទៅជាទស្សនីយភាពមួយយ៉ាងត្រជាក់ភ្នែកនៅពេលរសៀលឡើងយើងអាចជិះម៉ូតូដើរលេងតាមសហគមន៍ទស្សនាពីសួនចម្ការរបស់បងប្អូនប្រជាពលរដ្ឋនិងទស្សនីយភាពប្លែកៗដែលផ្លាស់ប្ដូរទៅតាមអាកាសធាតុក្រោយពីត្រឡប់មកពីការជិះម៉ូតូកម្សាន្តតាមសហគមន៍រួចយើងក៏អាចឆ្ពោះទៅកាន់ទឹកធ្លាក់មួយកន្លែងនេះដែលទឹកធ្លាក់មួយនេះមានឈ្មោះថាទឹកធ្លាក់ជើងភ្នំ1005នេះឯងសម្រាប់ទឹកធ្លាក់មួយនេះគឺមិនឆ្ងាយប៉ុន្មានពីផ្លូវធំនោះទេពុកម៉ែបងប្អូនអាចឈប់ចតនៅត្រង់កាហ្វេម៉នគោករួចអាចសួរនាំអ្នកលក់បន្ទាប់មកគាត់នឹងប្រាប់ទីតាំងឆ្ពោះទៅកាន់ទឹកជ្រោះនោះហើយតែដោយសារវាស្ថិតនៅជើងភ្នំ1005ទើបពួកខ្ញុំហៅវាថាទឹកធ្លាក់ជើងភ្នំ1005ទៅប្រសិនបើពុកម៉ែបងប្អូនណាស្គាល់ឈ្មោះពិតប្រាកដនៃទឹកធ្លាក់មួយនេះក៏អាចចែករំលែកនៅខមមិនខាងក្រោមនេះបានចំពោះទឹកធ្លាក់មួយនេះមានសភាពមិនធំនោះទេនឹងមាន2ជាន់ដែលទឹកហូរមិនសូវខ្លាំងអាចឲ្យល្មមហក់លេងនិងត្រាំទឹកលេងបានយ៉ាងសប្បាយក្រៅពីងូតទឹកលេងកម្សាន្តយើងក៏អាចចម្អិនអាហារបែប picnic អង្គុយស្ដាប់សំឡេងទឹកហូរតិចៗជាមួយនឹងសំឡេងសត្វយំក្រោយពីងូតទឹកលេងកម្សាន្តរួចអស់ចិត្តបន្ទាប់មកក៏នាំគ្នាត្រឡប់មកផ្ទះស្នាក់វិញដើម្បីសម្រាកសម្រាប់ពុកម៉ែបងប្អូនដែលមកលេងកម្សាន្តនៅភ្នំ1005ក៏អាចសាកល្បងងូតទឹកលេងកម្សាន្តនៅទីនេះដែលអាចនិយាយបានថាជាទឹកធ្លាក់លាក់ខ្លួនថ្មីមួយកន្លែងផងដែរសម្រាប់វីដេអូថ្ងៃនេះក៏ឈានមកដល់ទីបញ្ចប់អរគុណចំពោះការទស្សនាក៏ដូចជាការ follow គ្រប់ channel របស់ Page ដើមជើងនិងចែករំលែកវីដេអូមួយនេះដើម្បីរួមចំណែកផ្សព្វផ្សាយពីតំបន់ទេសចរក្នុងរដូវកាលបៃតងឲ្យអ្នកផ្សេងទៀតបានស្គាល់ផងដែរជួបគ្នាវីដេអូក្រោយៗទៀត